បាទជាជាបឋមសូមជម្រាបសួរដល់គណៈនាយករងនិងលោកគ្រូទទួលបន្ទុកគណៈទាំងអស់សម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកពីរបៀបនៃការទាញយកនៅរបាយការណ៍មួយចំនួនឧទាហរណ៍ដូចសៀវភៅតាណានៃការសិក្សាដែលសាលាយើងត្រូវការទាញយកហើយយើងត្រូវការកំណត់ប្រភេទក្រដាសបាទ A4 A5 ឬក៏ A3 ទៅតាមភាពជាក់ស្ដែងបាទអញ្ចឹងដើម្បីអាចទាញយកបានលោកគ្រូអាចធ្វើការចូលមកក្នុង system របស់យើងមកបាទចូលទៅក្នុងប្រព័ន្ធ Wiki School មកបន្តមកទៀតយើងបដូរពីផ្នែកទូទៅនេះទៅជារបាយការណ៍បាទហើយយើងចុចទៅលើលទ្ធផលប្រឡងបាទបន្តមកទៀតលោកគ្រូអាចចុចជ្រើសរើសខ្ញុំសូមជ្រើសរើសយកសៀវភៅតាមដានចុះពីព្រោះជាទូទៅនៅក្នុងសាលារបស់យើងអ្វីដែលជាបញ្ហាជាងគេគឺសៀវភៅតាមដានការសិក្សានិងសៀវភៅសិក្ខាការិកដែលពីរនេះគឺយើងត្រូវច្រឡងចូលទៅក្នុងទំហំ A5 បាទដែលធ្វើឲ្យលោកគ្រូយើងនឹងមានផលវិបាកក៏ដូចជាពិបាកនៅក្នុងការតម្រឹមផ្សេងណាលោកគ្រូអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញថាតើយើងទាញរបៀបម៉េចបាទអញ្ចឹងលោកគ្រូយើងអាចធ្វើការចុចទៅលើផ្នែករបាយការណ៍ដូចខ្ញុំប្រាប់ខាងដើមមកហើយយើងចុចលើលទ្ធផលប្រឡងមកហើយនៅខាងក្រោមនេះលោកគ្រូជ្រើសរើសយកសៀវភៅតាណានៃការសិក្សាទៅអញ្ចឹងដូចដែលលោកគ្រូយើងបានដឹងហើយថាជាទូទៅសៀវភៅតាណានៃការសិក្សាគឺយើងយកមកបិទនៅលើទំហំសៀវភៅហ្នឹងគឺกระดาษ A5 បាទអញ្ចឹងវាមានទំហំតូចជាក់ស្ដែងនៅក្នុងប្រព័ន្ធនៅពេលដែលលោកគ្រូ preview យើងត្រូវ check មើល setting សិនថាតើសៀវភៅតាណារបស់លោកគ្រូនោះលោកគ្រូបានកំណត់យកទំហំមួយណាអញ្ចឹងបាទអញ្ចឹងលោកគ្រូចូលមកធ្វើដូចខ្ញុំមកបាទអញ្ចឹងយើងចុចលើការប្រឡងរួចរាល់ហើយលោកគ្រូចុចលើសៀវភៅតាណាការសិក្សាកន្លែងនេះលោកគ្រូធ្វើការជ្រើសរើសយកខែណាដែលយើងចង់ទាញយកនោះមកហើយនឹងថ្នាក់បាទអញ្ចឹងយើងចុចជ្រើសរើសមួយថ្នាក់ទៅបន្តមកទៀតលោកគ្រូអាចធ្វើការចុចធ្វើរបាយការណ៍ទៅដើម្បីយើងពិនិត្យមើលសិនថាតើទម្រង់ដែលយើងទាញយកនោះវាត្រឹមត្រូវដែរឬក៏អត់វែងវាបាត់វា2 page ឬក៏អីចឹងណាអញ្ចឹងលោកគ្រូមកមើលតាមភាពជាក់ស្ដែងអញ្ចឹងពេលដែលយើងចុចធ្វើរបាយការណ៍នេះលោកគ្រូចូលមកលោកគ្រូឃើញនៅក្នុងចំណុចនេះយើងឃើញមានធ្លាក់មតិយោបល់របស់អាណាព្យាបាលឬក៏មេដាបេដាសិនហ្នឹងគឺធ្លាក់ចុះមក page មួយទៀតអញ្ចឹងធ្វើឲ្យយើងហ្នឹងគឺចំណាយកระดาษហ្នឹងច្រើនបាទអញ្ចឹងជាជំហានទី1នៅពេលដែលយើងឃើញទម្រង់បែបហ្នឹងឬក៏បញ្ហាបែបនេះលោកគ្រូត្រូវចុចធ្វើការបដូរតាមបំណងបាទបន្តមកទៀតយើងមកមើលប្រភេទกระดาษមើលថាតើกระดาษរបស់យើងហ្នឹងជាទម្រង់មួយណាអញ្ចឹងឧទាហរណ៍លោកគ្រូចូលមកបដូរតាមម្ដងលោកគ្រូអូសចុះក្រោមណា scroll ចុះក្រោមលោកគ្រូឃើញនៅខាងក្រោមគេដាក់ថាការកំណត់ឯកសារអញ្ចឹងនៅក្នុងនេះគឺយើងឃើញប្រភេទกระดาษរបស់យើងហ្នឹងគឺ A5 បាទហើយប្រភេទกระดาษរបស់យើងទិសដៅហ្នឹងគឺប្រឈរអញ្ចឹងនៅក្នុងប្រភេទกระดาษនេះលោកគ្រូជ្រើសរើសយក A4 មកហើយយើងធ្វើការរក្សាទុកឲ្យធ្វើរបាយការណ៍ឬក៏យើងចុចធ្វើរបាយការណ៍ដើម្បីយើង preview មើលសិនបាទអញ្ចឹងប៊ូតុងពីរនេះលោកគ្រូយល់ណាតើតើនឹងធ្វើរបាយការណ៍មានន័យថាយើងធ្វើរបាយការណ៍នៅក្នុងពេលហ្នឹងឯទំហំជា default ពេលដែលយើង lock យើងចង់ទាញរបាយការណ៍លើក្រោយទៀតវានៅតែ A5 ដដែលទេតែបើយើងចុចរក្សាទុកនឹងធ្វើរបាយការណ៍មានន័យថាវានឹងរក្សាទម្រង់กระดาษដែលយើងបានធ្វើការជ្រើសរើសនោះតែម្ដងបាទអញ្ចឹងនេះជាក់ស្ដែងនៅពេលដែលខ្ញុំធ្វើការផ្លាស់ប្ដូរសាយខ្ញុំទាញយកជាទំហំ A4 វាចេញបែបនេះបាទវាអត់វាលែងដាច់ដូចមិញឯងមិញគឺ90បាទចំនួនសិស្សពេលដែលយើងយក A5 វាឡើងដល់90ដោយសារតែសិស្សម្នាក់ហ្នឹងត្រូវ duplicate 2กระดาษអញ្ចឹងឥឡូវពេលយើងយក A4 វាចូលតែមួយកระดาษទេបាទប៉ុន្តែពេលដែលវាចូលទៅមួយកระดาษហើយអ្វីដែលជាបញ្ហាសម្រាប់លោកគ្រូមានន័យថាពេលដែលយើង print ទៅវា2กระดาษអញ្ចឹងខាតអញ្ចឹងលោកគ្រូត្រូវធ្វើការតាមខ្ញុំណែនាំហ្នឹងមកលោកគ្រូយក A4 អញ្ចឹងបើសិនបើក្នុងករណីដែលម៉ាស៊ីនលោកគ្រូ connect ជាមួយនឹងម៉ាស៊ីន print ស្រេចអញ្ចឹងយើងអាចធ្វើការចុច print បានអញ្ចឹងពេលដែលយើងចុច print ទៅនៅត្រង់ចំណុចនៃប្រភេទ print នេះលោកគ្រូចុចទៅវានឹង direct ចូលមកក្នុងទំហំกระดาษជា default វានឹងចូលនៅលើ A4 បែបនេះអញ្ចឹងលោកគ្រូចូលមកវាឃើញกระดาษហ្នឹងវាធំបាទអញ្ចឹងនៅក្នុងប្រភេទกระดาษដែលធំបែបនេះជា default សម្រាប់ម៉ាស៊ីន print ណាលោកគ្រូអញ្ចឹងជា default សម្រាប់ម៉ាស៊ីន print វាឃើញធំហើយប្រភេទกระดาษរបស់យើងវាធំជាងអញ្ចឹងលោកគ្រូត្រូវធ្វើការដូរបាទដូរប្រភេទกระดาษរបស់យើងហ្នឹងមកជា A5 មកមុនពេលយើង print ណាលោកគ្រូបាទយើងដូរមកជា A5 មកហើយនៅកន្លែង scale នេះគឺលោកគ្រូជ្រើសរើសឲ្យវា fit to paper ទៅ
chẳng nè là cụ tam phiệp chạy style nhé mình bởi sân chỉ dương vô tùm hôm A5 của khả năng dương print cho A4 thì tên là P để dương chập đam print nhưng dương vô A5 khi lại nhị đại thì là cụ khi bị đại chứ chẳng dương thời lại scan nó dương vô fit to paper mà chẳng viên năng trô mà không có đại A5 chẳng là P đây là cụ print tới viên năng print tùm hôm mùi năng trô nó không có đại A5 tại một đòn chẳng vì áp đại thì vì tranh như tùm rồng bình bạc này អញ្ចឹងដូចគ្នាដែរនៅពេលដែលក្នុងករណីដែលលោកគ្រូថាអត់ទេខ្ញុំអត់ទាន់ print ឥឡូវទេលោកគ្រូចង់ទាញយកជា PDF បាទអញ្ចឹងនៅពេលដែលយើងចុចទាញយកជា PDF ដូចគ្នាទេនៅពេលដែលយើងធ្វើការចុច print ទៅយើងធ្វើការជ្រើសរើសប្រភេទกระดาษបាទដូចគ្នាដែរបាទអញ្ចឹងឧទាហរណ៍នេះខ្ញុំចុចបើកជូនលោកគ្រូមើលបាទនេះអញ្ចឹងกระดาษនេះគឺជាទំហំกระดาษ A4 ទេមិនមែនជាกระดาษ A5 ណាលោកគ្រូបាទអញ្ចឹងនៅពេលដែលយើងធ្វើការចុច print បាទយើងចុច print មក chẳng nơi cái lạnh print យើងជ្រើសរើសម៉ាស៊ីនជាង print យើងរួចរាល់ហើយលោកគ្រូមើលមកกระดาษនេះយើងយកវានៅលើกระดาษ A5 ធម្មតាហើយនេះគឺ print fit to paper ដូចគ្នាតែអញ្ចឹងវាអត់ដាច់ទេ print មកគឺគាត់ថាវារៀងទូចបន្តិចបាទអញ្ចឹងណាលោកគ្រូបាទអញ្ចឹងតកតងនឹងការ print ហ្នឹងគឺយើងអាចធ្វើបានពីរបៀបហ្នឹងលោកគ្រូធ្វើរបៀបមួយណាក៏បានដែរបាទហើយបើសិនលោកគ្រូមានជាចម្ងល់ឬក៏សំណួរអីផ្សេងៗក៏អាចតកតងក្រុមការងារបន្ថែមទៀតបាទសូមអរគុណ